ញ៉ាំបាយមិនទៀងទាត់អាចបណ្ដាលឲ្យមានផលប៉ះពាល់ដូចខាងក្រោម 1. ប៉ះពាល់ដល់សុខភាពរាងកាយកង្វះថាមពលប្រសិនបើអត់ញ៉ាំអាហារត្រឹមត្រូវមុខងាររបស់សារពាង្គកាយនឹងអស់ថាមពលធ្វើឲ្យមានអារម្មណ៍ខ្សោយនិងអស់កម្លាំងអត់ទម្ងន់ឬមានទម្ងន់លើសការចាំញ៉ាំយឺតឬញ៉ាំយ៉ាងច្រើនពេកក្នុងពេលតែមួយអាចបណ្ដាលឲ្យខកខានក្នុងការគ្រប់គ្រងទម្ងន់បញ្ហាផ្លូវចង្កានអាហារអាចនាំឲ្យមានបញ្ហាក្រពះអុសអាងឬមានជំងឺក្រពះក្អក 2. ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទនិងអារម្មណ៍មិនល្អប្រសិនបើស្ករក្នុងឈាមធ្លាក់ពីកម្រិតធម្មតាអ្នកអាចមានអារម្មណ៍ធុញថប់ឬខឹងឆេវឆាវបាត់សមត្ថភាពគិតឬដោះស្រាយបញ្ហាសារពាង្គកាយត្រូវការប្រភពថាមពលឲ្យខួរក្បាលដំណើរការប្រសិនបើអត់ញ៉ាំបាយអស់រយៈពេលយូរអាចធ្វើឲ្យប្រសិទ្ធភាពគិតចុះខ្សោយ 3. ប៉ះពាល់ដល់ការរៀននិងការងារសមត្ថភាពអាននិងចងចាំត្រូវចុះខួរក្បាលត្រូវការសារធាតុចិញ្ចឹមដើម្បីប្រើប្រាស់ក្នុងការរៀនសូត្រអត់អារម្មណ៍បម្រើការងារការដល់ពេលបាយតែអត់ញ៉ាំអាចធ្វើឲ្យអ្នកយ៉ាងគិតនិងធ្វើការបានយឺត 4. ប៉ះពាល់ដល់សម្រស់និងសុខភាពស្បែកស្ងួតនិងមិនមានសំណើមប្រសិនបើអត់ទទួលទឹកនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចធ្វើឲ្យស្បែកក្លាយទៅជាស្ងួតសក់ធ្លាក់ការខ្វះសារធាតុចិញ្ចឹមអាចប៉ះពាល់ដល់សុខភាពសក់តើគួរធ្វើដូចម្តេចញ៉ាំបាយឲ្យបានទៀងទាត់ជាពិសេសអាហារពេលព្រឹកជៀសវាងការញ៉ាំច្រើនពេកគឺញ៉ាំយឺតពេកក្នុងពេលមួយប្រើអាហារដែលមានប្រយោជន៍ដូចជាបន្លែផ្លែឈើនិងប្រភពប្រូតេអ៊ីនល្អទទួលទឹកឲ្យបានគ្រប់គ្រាន់